ស្វាគមន៍មកកាន់ Podcast Developer ដែលជា episode ទី1របស់ខ្ញុំផងដែរថ្ងៃនេះយើងមកនិយាយប្រធានបទតាក់ទងជាមួយនឹង game ហើយដែលបានជាខ្ញុំទៅនិយាយប្រធានបទរឿង game អញ្ចឹងហើយមុននឹងចូលដល់ប្រធានបទ game ខ្ញុំសូមណែនាំខ្លួនឲ្យអ្នកទាំងអស់គ្នាស្គាល់សួស្តីគ្នាយើងខ្ញុំឈ្មោះKaty Farm នៅក្នុង TikTok របស់ខ្ញុំហើយនៅក្នុង YouTube ផងដែរហើយឈ្មោះពិតឈ្មោះមានភិរុនប៉ុណ្ណឹងហើយសំថ្ងៃខ្ញុំជា developer freelancer មួយរូបហើយនឹងជា graphic designer ហើយនឹង video editor ផងដែរចុះថ្ងៃនេះខ្ញុំនឹងនិយាយតាក់ទងជាមួយនឹងប្រធានបទ game ហើយប្រធានបទនេះវាចម្លែកដែរដោយសារតែ podcast យើងតាក់ទងជាមួយ developer ហើយនេះបានខ្ញុំទៅនិយាយរឿង game មិញវិញដោយសារតែមុនពេលដែលខ្ញុំក្លាយជា developer សពថ្ងៃក៏ខ្ញុំឆ្លងកាត់ជីវិតជាក្មេង gamer មួយរូបដែរអញ្ចឹងយើងនឹងនិយាយដំណើរសាច់រឿងខ្លះៗផងដែរសម្រាប់ខ្ញុំការខ្ញុំនៅពីក្មេង game ដែលខ្ញុំធ្លាប់លេង game ដំបូងបំផុតហ្មងណាគឺខ្ញុំធ្លាប់លេង game Super Mario ឬក៏ជាភាសាខ្មែរតុក្កតាស៊ីផ្សិតធ្លាប់ស្គាល់ game ហ្នឹងឯងការជំនាន់មុនណាគេមានម៉ាស៊ីនហ្នឹងលេងតុក្កតាស៊ីផ្សិតឯអ្នកហ្នឹងសើមិនមែនអ្នកធម្មតាទេជំនាន់ហ្នឹងអ្នកដែលមានហ្នឹងសឹងថាដូចមាន iPhone iPhone 8ជំនាន់លើអញ្ចឹងហើយសម្រាប់ game ខ្ញុំមានដងលេងតាំងពីក្មេងខ្ញុំមានអារម្មណ៍ថាឲ្យតែខ្ញុំចាប់ទៅលើ game គឺសប្បាយមានថាខ្ញុំពីក្មេងធំធាត់ឡើងមកជាមួយនឹង video game ហើយនឹង computer អញ្ចឹងហើយបានខ្ញុំមានចំណង់ចំណូលចិត្តខាងផ្នែកហ្នឹងហើយបើសិនជាសួរថាជំនាន់ហ្នឹងវាវិស័យ game ទូលំទូលាយអត់សូវទូលំទូលាយប៉ុន្មានទេគ្នាយើងដោយសារតែជំនាន់ហ្នឹងនៅពេលដែលយើងលេង game ទៅពេលចង់ទិញ D game ទិញកាសែត game ពេលហ្នឹងយើងទៅរកមើលដល់ក្រុងឬក៏ដល់ផ្សារធំអីបានមានលក់D game ហ្នឹងហើយបើខ្ញុំនៅតែខ្មៅហើយទៅពេលខ្ញុំចង់ទិញ D game ទិញកាសែត game កាលជំនាន់មុនទៅមើលនៅមាត់ស្ទឹងអ្នកនៅតែខ្មៅស្គាល់ហើយមាត់ស្ទឹងក្រុងតាខ្មៅយើងហ្នឹងហើយកន្លែងដែលខ្ញុំទិញ game គឺនៅកន្លែងហ្នឹងហើយបើសួរថាជំនាន់វេទនីអត់វេទនីដោយសារតែ game មួយតម្រាំបានលេងអត់ស្រួលទេយោមទាម៉ែពេលហ្នឹងមកបាន game លេងអាហ្នឹងគឺគ្រាន់តែជាដំបូងនៅក្នុងវិស័យ game របស់ខ្ញុំដំបូងហើយបន្តមកទៀតយើងចូលមកដល់ជំនាន់ទី2ជំនាន់ទី2គឺជំនាន់ចាប់ផ្ដើមដែលខ្ញុំចេះប្រើកុំព្យូទ័រពេលហ្នឹងដូច6 7ឆ្នាំហ្នឹងដែរពេលហ្នឹងចេះប្រើកុំព្យូទ័រខ្លះហើយកាលហ្នឹងរៀនថ្នាក់ទី1ចាប់ផ្ដើមដំបូងចេះប្រើកុំព្យូទ័រពពួក Windows XP nênស្គាល់ហើយ Windows XP គ្នាយើងអ្នកដែលធ្លាប់តនជំនាន់ហ្នឹងគឺស្គាល់ហើយ Windows XP គឺជំនាន់ហ្នឹងមានតែប្រើហ្នឹងហើយនឹង Windows 7 Windows 7ជំនាន់ដូច2008ហ្នឹង2007ហ្នឹងចាប់ផ្ដើមមាន Windows 7ហើយតែបើជំនាន់ខ្ញុំប្រើកុំព្យូទ័រលើដំបូងគឺខ្ញុំប្រើ Windows XP ជាងយូរគួរសមដែរតែយើងដឹងហើយតាស្រុកខ្មែរយើងកាលពីជំនាន់2010ចុះក្រោមអីហ្នឹង11ចុះក្រោមហ្នឹងភាគច្រើនអត់សូវមានអ៊ីនធឺណិតទូលំទូលាយហ្មងទេសើថាខ្ញុំនៅនេះអត់មានលុយតបភ្ជាប់អ៊ីនធឺណិតប្រើទេមានន័យថាខ្ញុំប្រើកុំព្យូទ័រជាលក្ខណៈ offline ធម្មតាដាក់ឌីសឲ្យលេង game កុំព្យូទ័រអីចឹងណាដោយសារការជំនាន់ហ្នឹងក៏គេមានលក់ឌីសដែរសម្រាប់ game PC តែវាអត់ទូលំទូលាយដូចពពួក game PlayStation ទេមកឥឡូវយើងនិយាយដល់ PlayStation មានអ្នកណាគេខ្លះធ្លាប់តន់ជំនាន់ម៉ាស៊ីន PlayStation 2លើកដៃនៅក្នុងវីដេអូហ្នឹងដោយសារខ្ញុំកាលនៅពីក្មេងខ្ញុំធ្លាប់តន់ជំនាន់ម៉ាស៊ីន PS2 ដែរខ្ញុំធ្លាប់បានលេងដែលម៉ាស៊ីនជំនាន់ខ្ញុំលេងហ្នឹងគឺខ្ញុំលេង PS2 Fat តែមានន័យ PS2 Fat កាលជំនាន់ហ្នឹងមួយយ៉ាងហើយតាមានខ្ញុំលេង GTA លេង Midnight Club 3 game Midnight Club 3ខ្ញុំហ៊ាននិយាយថាអ្នកដែលកំពុងមើល podcast នេះដែលធ្លាប់លេង game PS2 ដែលស្គាល់ហើយ Midnight Club 3ហើយនឹង GTA 1ដឹងតែមានអ្នកស្គាល់មកតែបើសិនជាថា game ផ្សេងពីហ្នឹងខ្ញុំគាត់ថាគ្នាយើងភាគរយតិចដែលស្គាល់ប៉ុន្តែខ្ញុំមាន game មួយដែលខ្ញុំគិតថាមានអ្នកអាចស្គាល់ច្រើនគឺ Harvest Moon ខ្ញុំនិយាយមក Harvest Moon ធ្លាប់បានលេងម្ដងដែរតែបងខ្ញុំគាត់បានលេង Harvest Moon មុនខ្ញុំទៀតអូខេបើសិនជាយើងនិយាយ PS2 វិញជំនាន់ហ្នឹងវេទនាដែរប៉ុន្តែខ្ញុំសូមនិយាយមួយថា game ពីជំនាន់មុន copy game ជំនាន់ឥឡូវយើងឃើញព័ត៌មានខាង Sony ថតរងថ្ងៃហ្នឹងគេថាឈប់ផលិតគេឈប់ផលិតឌីសលក់ថតគេឈប់ផលិតឌីសលក់ហើយគេលក់ game បែប digital ដែលនៅលើ store នៅលើអីវិញបើសិនជា reaction របស់ខ្ញុំគាត់ថាវាអត់តំណងដោយសារតាយើងយកលេងមកកភ្លុះទៅទិញ game មកគ្រាប់សិត40 រៀលតែពេលទិញមកបាន digital ដដែលហ្នឹងវាស្មើជាងជួលគេហ្នឹងថ្ងៃណាមួយ PlayStation Sony គេចង់បិទ game ចឹងក៏បានគេចង់ដកដោយម៉ាស៊ីនអត់ឲ្យយើងលេង game ហ្នឹងក៏បានដែរតែបើសិនជា Sony ធ្វើដោយការពីចំណោម PlayStation 2 PlayStation 3វិញហើយនឹង PS4 វិញតំណងថងថាចេះយើងទិញ game យើងបាន
game កម្មសិទ្ធិរបស់យើងមាន disk មានអីធំធៅដែលយើងអាចលេងតកូនតចៅបានដូចនៅទាំងខ្ញុំហ្មងខ្ញុំមាន game PS2 ជា disk original ច្រើនដែរច្រើនគួរសមខ្ញុំទិញមកសន្សំទុកមានតែចេះតួ game ហ្នឹងមានអាយុកាលច្រើនឆ្នាំក៏ប៉ុតមែនប៉ុន្តែយើងអាចដោតលេងបានជប់ជុំមួយគ្រួសារយើងបានតែបើសួរថា game ចំណងក្រោយនេះវាអត់មានអីអស្ចារ្យទេវាមានមួយយ៉ាងដែរគ្រាន់ថា graphics ស្អាតតែប៉ុណ្្នឹងបើសិនជាសួរថា game សម័យឥឡូវវាមានអត្ថន័យជ្រាលជ្រៅដូចជា game កាលពីសម័យមុនដូចជាមិនសូវប្រហែលទេដោយសារតែ game ចំណងក្រោយក្នុងគ្នាអួតរឿង graphic game ណាច្បាស់ជាងណាគេលេង 4K 60 frame ហ្នឹងអាហ្នឹងហើយសិតគីឡូសាហាវហើយខ្ញុំនិយាយប្រធានបទរឿង gamer នេះខ្ញុំជឿថាបងប្អូនដែលកាត់ជំនាន់ Gen Alpha ជំនាន់ក្រោយនេះខ្ញុំគិតថាពួកគាត់នឹងមើល podcast អត់យល់អ្វីដែលខ្ញុំនិយាយទេដោយសារតែអ្វីដែលខ្ញុំនិយាយគឺជាដែលអ្វីដែលគ្នាយើង Gen Z គ្នាយើង Gen Y ដែលធ្លាប់លេងកាលពីជំនាន់ហ្នឹងហើយបើ game ជំនាន់ Gen Alpha ដែលគាត់លេងយើងដឹងស្រាប់ជំនាន់ក្រោយមានតែពី game ទូរស័ព្ទហើយ Gen Alpha ខ្លះក៏គាត់ចេះលេង game កុំព្យូទ័រដែរអានោះខ្ញុំហ៊ាននិយាយចឹងមានអ្នកខ្លះចេះលេង game កុំព្យូទ័រហើយបើសិនជាសួរថា game ជំនាន់ក្រោយនៅលើទូរស័ព្ទហ្នឹងវាល្អអត់សម្រាប់ខ្ញុំឃើញថា game ជំនាន់ក្រោយនេះវាមានអារម្មណ៍ថាដាក់ពាណិជ្ជកម្មច្រើនពេកមានហើយចេះចង់បាត់ ad តបង់លុយមិនបាត់ ad ហើយបើសួរថា game សប្បាយអត់អត់សូវទេបានតែធំលេងធម្មតាជាតែ game ជំនាន់ក្រោយខ្ញុំវាអត់ដឹងមិនដែរព្រោះខ្ញុំខានលេង game ទូរស័ព្ទយូរចឹងបើសិនជាមាន update បន្ថែមទៀតអាចប្រាប់ខ្ញុំបានតែបើសិនជាយើងនិយាយពីរឿង game កាលពីជំនាន់មុនវិញជំនាន់ទូរស័ព្ទហ្មងណា game ដែលជំនាន់ទូរស័ព្ទចាប់ផ្ដើមចេញកកាលមកដូចមាន Minecraft មាន GTA San Andreas GTA Vice City ហ្នឹងអូ game ហ្នឹងសាហាវខ្ញុំលេងតាំងជំនាន់ Samsung Galaxy Note 1ពេលហ្នឹងលេង GTA 3ប៉ុណ្ណឹងហើយលេងឡើងតឹងម៉ាស៊ីនតាក់បានតែ30បានដឹងណា frame ពេលហ្នឹងដឹងតែតាក់លេងអត់ smooth ទេ GTA 3ហ្នឹងការចំនួនហ្នឹងហើយមាន game ច្រើនណាស់ល្បីដែរការចំនួនហ្នឹងយើងឃើញ game Clash of Clans យើងមាន High Day អូយមិនមែន game Clash of Clans និង High Day សឹងចូល game សេរីចាស់ហើយមាន game មួយទៀត game High Day ហើយ game Vainglory ណៃខ្លះធ្លាប់កើតតនចំនួន game Vainglory ទេ Vainglory អែមខ្លាំងតែចំនួនហ្នឹងអាចនិយាយបានថា Vainglory ការចំនួនហ្នឹងគឺជា game មួយដែលមាន graphic ខ្ពស់ជាងគេអាហ្នឹងតំណែងវិញដំបូងគេហ្មងអត់តមាន rule ចូលមករួមតទៅពេលមាន rule of survivor មកចំនួន2016 2017ដឹងស្រាប់ហើយចំនួន iPhone 5s សិចនៅលេង rule បានមានអីការចំនួននៅហ៊ានលេង rule លេង free លេងមួយញាក់សាច់ទៅតាតែចំនួនហ្នឹងខ្ញុំអាណិតវាមួយយ៉ាងដែរដោយសារតែចំនួនហ្នឹងដូចជាមាន PUBG មាន PUBG ហ្នឹងហើយ PUBG មកទៅគេប្តឹង rule អីចឹងអាហ្នឹងយើងសុំ tip topic នឹងចោលមកទៅរឿងហ្នឹងខ្ញុំនិយាយពីការលេង game ជំនាន់ទី2របស់ខ្ញុំត្រូវជំនាន់ទី2របស់ខ្ញុំគឺខ្ញុំចាប់ផ្ដើមលេងទៅលើ game PC ហើយប៉ុន្តែខ្ញុំចាប់ផ្ដើមចេះមួយទៀតចាប់ផ្ដើមចេះទៅលេង game នៅទូ net ពីក្មេងការនៅរៀនបឋមចេញបរៀនទៅណាទូ net យើងហ្នឹងទូ net ការជំនាន់ហ្នឹងមានទូ net ច្រើនធ្លាប់ស្គាល់ទូ net ដែលនៅម្ដុំចិត្តសាលាសេរីភាពអ្នកដែលនៅក្នុងទឹកខ្មៅក្នុងម្ដុំសេរីភាពស្គាល់ net ហ្នឹងឯ net ហ្នឹងបិទយូរឥឡូវដូរទៅជាហាងផ្សេងបាត់ហើយជំនាន់ហ្នឹង1ម៉ោងដេក1000ឯងពេលហ្នឹងចូលមកដាក់ទូ1ម៉ោងបាញ់ AK ហុយព្រានជំនាន់ហ្នឹងចេញព្រានមកតោះគ្រូ out survivor បូកធីមក្នុងកុំព្យូទ័រញាក់សាច់ហើយខ្ញុំក៏មាន account AK ដល់សប្តាហ៍ថ្ងៃដែរចាំមកខ្ញុំ screenshot mobile screenshot គេ game AK2 អីមើលចុងសរុបមកវិញខ្ញុំហ៊ាននិយាយថាអ្វីដែលខ្ញុំនិយាយនេះបងប្អូនចំណងក្រោយមានអ្នកខ្លះអាចតន់ដែរចាប់ផ្ដើមពីចំណង Rule of Survivor នេះខ្ញុំគាត់ថាមានអ្នកខ្លះអាចតន់ដែរ Rule of Survivor វាជា game memory សម្រាប់ខ្ញុំកាលហ្នឹងលយខ្លាំងហើយខ្ញុំនិយាយនៅក្នុង podcast មួយថ្ងៃហ្នឹងគ្នាវាក៏ឆ្ងាយចេះចុំ developer មិនតែយើង game ដោយសារតែអា game ហ្នឹងឯងបើខ្ញុំធ្វើឲ្យចេះកូដហ្នឹងការជំនាន់លេង game GTA San Andreas GTA 3ការជំនាន់លេង game ផ្សេងខ្ញុំទៅចេះគួយទៅអង្គុយបែកកូននៅក្នុង game មានទេចេះ game មិនមាន file នៅក្នុងកុំព្យូទ័រស្រាប់ត្រូវមានណាខ្ញុំទៅអង្គុយ mode game ទៅខ្លួនឯងខ្ញុំនិយាយមែនតើខ្ញុំអត់មាន YouTube អត់មានណាគេបង្រៀនទេពេលហ្នឹងទៅអង្គុយឆ្កឹះឆ្កៀលមើល file មើលនេះនោះមើលកូដខ្លះទៅក៏ចេះកែ game កែអីទៅហើយក៏មានចំណង់ចំណូលចិត្តទៅរៀនចង់រៀន engineering
software development ដូចរាល់ថ្ងៃហ្នឹងទៅហ្នឹងជាមូលហេតុដែលអ្នកនរគ្នាឃើញខ្ញុំក្នុងនាមជា developer សពថ្ងៃយោដោយសារតែពីក្មេងក៏ខ្ញុំធ្លាប់អង្គុយ mode game អង្គុយអីដែរតែជំនាន់ហ្នឹងមិនមែន mode game ហើយយកតែ upload យកទៅអីទេ mode game mode ខ្លួនឯងពេលខ្លះ mode hack អីទៅពេលខ្លះ modify game មានខ្ញុំបង្កើតដាក់ធ្វើ mode LAN mode ម៉ូតូឬក៏កែកូន source code ដែលមាននៅក្នុង file game ដែលមានស្រាប់ហ្នឹងណាមិនមែនតែ hack game ហ្នឹងយកមកលេងទេអត់ទេអឺតែជំនាន់ហ្នឹងវា copy ជំនាន់ឥឡូវធំមួយចេះជំនាន់មុនយើងគិតថាការលេង game ក្រិចវាជារឿងធម្មតាដោយសារតែការជំនាន់ហ្នឹងយើងអត់ទាន់មានចំណេះដឹងគ្រប់គ្រាន់ទៅលើហ្នឹងវាមានដែរមានសិស្សច្បងមានចាស់ដែលគាត់ដឹងពីរឿង game ក្រិចដែរតែវាអត់ទាន់ទូលំទូលាយខ្លាំងតែមកដល់សម័យឥឡូវនេះគ្នាយើងចាប់ផ្ដើមប្ដូរពីការលេង game ក្រិចមកការទិញ game នៅក្នុង Steam អញ្ចឹង game នៅក្នុង Steam ភាគច្រើនអ្នកលេង game PC 99% ដែលលេង game ទោះបីជាមួយ game នោះអស់តម្លៃ8 10 ក៏ដោយក៏សប្បាយលេងត្រង់ថា game នៅ Steam ជំនាន់ពីដើមហ្មងពីដល់ឥឡូវគឺអត់មាន ad ទេអត់មានពាណិជ្ជកម្មទេខុសប្លែកពី game ដែលមានក្នុងទូរស័ព្ទ game នៅក្នុងទូរស័ព្ទគឺសុទ្ធតែមាន ad ជា headphone ទេលើកលែងតែ game បង់លុយ game ណាដែលបង់លុយនៅក្នុងពួក App Store ពួក Play Store ភាគច្រើនយើងអត់ជួបពាណិជ្ជកម្មទេអាហ្នឹង game បង់លុយហើយបើសិនជាសួរថាអ្នកដែលប្រើ Android មិនដែរសម្រាប់អ្នកដែលប្រើ Android គឺបែបខ្លាំងសម្រាប់អ្នកលេង game ដោយសារតាយើងអាចលេង game អីក៏បានដែរ game ណា release មុនគេអី Android បានលេងចំណិចហើយមួយទៀតតាក់ទងជាមួយនឹងការ mode game ការយក game ពី website ដទៃយកមកលេងអាហ្នឹងស្រួលទៀត Android download ពីកម្មវិធីណាក៏បានដែរលេងឲ្យមកស្រឡាញ់ហ្នឹង Android វាស្រួលក្រិច game តែបើសិនថាវាមានសុវត្ថិភាពអត់អាហ្នឹងអត់សូវសុវត្ថិភាពហ្មងតែតាក់ទងជាមួយការ download game ក្រិចចូលទៅក្នុងទូរស័ព្ទរបស់យើងវាខុសប្លែកពី iPhone ដោយសារ iPhone បើសិនយើងចង់តឡើងកម្មវិធីដែលក្រៅពី Android ក្រៅពី App Store របស់វាគឺយើងត្រូវការកម្មវិធី sideload ពេលខ្លះយើងត្រូវការ YouTube ដើម្បី upload IPA file ចូលទៅក្នុងចូលទៅក្នុងទូរស័ព្ទរបស់យើងអញ្ចឹងវាពិបាកហើយកម្មវិធីខ្លះពេលខ្លះវា auto sign ឲ្យពេលខ្លះកម្មវិធីខ្លះវាអត់ sign ឲ្យហើយដូចឃើញមាន app e-sign ហ្នឹងហើយapp e-sign ដូចឃើញគេអាច sign កម្មវិធីចូលទៅក្នុង iPhone របស់យើងប្រើបានតែអាហ្នឹងវាមិនអីវាជារឿងបន្តទៀតអញ្ចឹងបើសិនជាសួរថារវាង game console ហើយនិង game ទូរស័ព្ទ PC សម្រាប់ខ្ញុំនៅតែហ៊ានជ្រើសរើសថា game console ហើយនិង game PC នៅតែ best សម្រាប់ខ្ញុំហើយមហោក្រោយនេះក៏ខ្ញុំចាប់ផ្ដើមទិញម៉ាស៊ីន handheld ទូយកមកលេងដូចជាម៉ាស៊ីនគេផែឆាប់ឆាន់ចង់រកទិញពពួកម៉ាស៊ីន Nmanix ដោយសារ Nmanix យើងអាចលេង game បានច្រើនមុខដែរវាទូជាស្រួលយកតាមខ្លួនអីចឹងទៅហើយនៅក្នុង podcast នេះផ្ទាល់ខ្ញុំសង្ឃឹមថាអ្នកដែលអាចស្ដាប់ podcast នេះដល់ចប់បានគឺសិតតែអ្នកធ្លាប់ឆ្លងកាត់អតីតកាលអស់ហ្នឹងមើលឥឡូវយើងនិយាយអតីតកាលតាក់ទងជាមួយនឹង game AK2 Ninja X ខ្ញុំកាលពីក្មេងខ្ញុំអាចស្គាល់ game AK2 game ជាអីស្គាល់ដោយសារបងខ្ញុំនាំខ្ញុំទៅទូ net ទៅអង្គុយលេង AK2 ឡើង1ម៉ោង2ម៉ោងតែជំនាន់ហ្នឹងលយដែរជំនាន់ហ្នឹងអត់ទាន់មាន AK2 ទេជំនាន់ហ្នឹងមាន AK1 តែ AK1 សប្បាយលេងជំនាន់ហ្នឹងមានវគ្គ Mummy វគ្គ Zombie មានវគ្គ Boom វគ្គអីមានវគ្គ Horror Battle លយខ្លាំងជំនាន់ហ្នឹងដឹងស្រាប់ណាគេមាន hero MM មានកាភ្លើង skin កាភ្លើងខ្លាំងហ្នឹងអ្នកមានអីដោយសារការជំនាន់ហ្នឹងបុគ្គលមិនអស់តិចទេមកបានកាភ្លើងល្អអញ្ចឹងវា copy ជំនាន់ឥឡូវ AK វា free skin free កាភ្លើងរៀងច្រើនគួរសមដែរគ្រាន់តែបើចូល game ភ្លាម free skin free កាភ្លើងភ្លាមតែបើការជំនាន់មុនតបុកលុយដែរហ្នឹងណាហើយកដោពេលខ្លះមានតាម event ទៀតហើយ game JX មើល game JX គ្នាយើងមានអាណៃខ្លះធ្លាប់លេង game JX2 ខ្លះអូច្រឡំ JX1 JX2 ជំនាន់បន្តមកទៀតទេសម្រាប់ JX1 ខ្ញុំអត់ចេះលេងខ្ញុំនិយាយមែនតើទូខ្ញុំធ្លាប់ស្គាល់ game នេះច្រើនមកខ្ញុំអត់ចេះលេង game JX ខ្ញុំអត់ដឹងថា game JX ហ្នឹងគេលេងដោយរបៀបម៉េចគេមាននគរអីខ្លះគេលេងធ្វើដើម្បីធ្វើអីចឹងខ្ញុំអត់ចេះលេងទេខ្ញុំនិយាយថងខ្ញុំអង្គុយចុចម៉ៅដើរកន្លងពេញនគរវាឡើងច្រើនអត់ដឹងថាត្រូវធ្វើអីនៅក្នុង JX ហ្នឹងអើយចំ podcast ហ្នឹងខ្ញុំអត់ដឹងថាត្រូវនិយាយអីទៀតទេព្រោះវាមានតែប៉ុណ្្នឹងដែរហើយបើសិនជាមានសំណួរអ្វីចង់សួរខ្ញុំបន្ថែមអាចសួរខ្ញុំទៀតបានជួបគ្នានៅក្នុងវីដេអូក្រោយជាបន្តទៀតដែល podcast នេះខ្ញុំបានកាត់សលេងតែខ្ញុំនិយាយឆៅបាយជួបគ្នាវីដេអូក្រោយទៀត